1 round 1 ទឹកទី1ចាប់ផ្ដើមអរគុណដល់ Gensberg បាទឲ្យផ្ទះនឹងឡានជាច្រើនដល់កីឡាករគុណខ្មែរយើងឥឡូវចូលដល់ទឹកមួយតើស្ដាំមួយហើយក៏សូមស្ដាំមកវិញណាបាទសេនាថៃផ្កាសេនាថៃផ្កាម្នាក់មកតងហើយគាត់ស្ដាំពីសម្បត្តិឆ្វេងចូលពេញពីម៉ារីអូចូលចាប់រុញចោលមួយពីពេញសម្បត្តិដាក់មកដៃស្ដាំឆ្វេងពីសម្បត្តិណែនអូយយ៉ាបាទម៉ារីអូយកស្នៀតតែពេញសម្បត្តិបាទអាសាផ្ដួលដៃគូបត់ចៃស្ដាំពីម៉ារីអូរុញមួយសេដាថៃផ្កាពីពេញសម្បត្តិបាទអូម៉ារីអូចាប់ជាប់អញ្ញាកដាមកបែកបាទលឿនរហ័សឥឡូវនេះដើមទឹកមួយគឺថាចាប់ដើមក្តៅអូនេះបដូរដៃចូលចាប់រុញចោលមួយពីពេញសម្បត្តិបាទឥឡូវនេះការប្រកួតចាប់ដើមដៃចូលពីសម្បត្តិទាត់ស្ដាំមួយបញ្ឆោតមួយពីពេញសម្បត្តិបាទរវងប្រចាំស្ដាំសេដាថៃផ្កាញ៉ាច់ប៉ុន្តែម៉ារីអូអត់បញ្ហាម៉ារីអូកោះចែកឆ្វេងមួយបាទចូលសៀបស្កាខាងស្ដាំរបស់សម្បត្តិសងស្ដាំមកវិញបាទចាក់ជង្គង់ស្ដាំពីពេញសម្បត្តិរុញចោលពីពេញសម្បត្តិអូសេដាថៃផ្កាឆ្វេងស្ដាំពីពេញបាទពីម៉ារីអូរុញចោលពីពេញសម្បត្តិអាមេពេញសម្បត្តិទៅហើយឆ្វេងស្ដាំពីពេញសម្បត្តិបាទរបងប្រចាំឆ្វេងអូយមួយដៃពេញសម្បត្តិពេញអត់ត្រូវម៉ារីអូសេដាថៃផ្កាបាទខ្វែងផ្កាមួយផ្កាតងនេះហើយបាទចូលច្រើនចូលដូចគ្នាឥឡូវនេះបាទដើរស្ដាំពីម៉ារីអូសេដាថៃផ្កាពីរដៃពីពេញសម្បត្តិអូរបងប្រចាំអត់ត្រូវម៉ារីអូបាទលូកឆ្វេងពីម៉ារីអូលូកឆ្វេងគាត់ស្ដាំពីពេញសម្បត្តិគាត់ស្ដាំបាទពីម៉ារីអូពេញសម្បត្តិដើរចូលដើរមកដៃស្ដាំអត់ត្រូវដាក់មកវិញមកពីសម្បត្តិបាទឆ្វេងស្ដាំចង់ចេញយ៉ាងណាស្ដាំពីពេញសម្បត្តិស្ដាំពីពេញសម្បត្តិចូលឆ្វេងមកវិញស្ដាំពីម៉ារីអូឆ្វេងស្ដាំអូយពេញសម្បត្តិចូលមកម៉ារីអូវិញហើយបោះស្នូឆ្វេងស្ដាំពីម៉ារីអូឆ្វេងស្ដាំមិនឲ្យពីសម្បត្តិអូយបងប្អូនវងវែងម្ដងម្នាក់ទឹកមួយបាទម៉ាស្ទ័ររបស់ម៉ារីអូវិញបាទពុជសម្បត្តិចង់ចាប់ឥឡូវបន្តដើរចូលបាទដើរចូលសេដាកាច់ការឆ្វេងហាក់ដល់ចោលលពេញពីពេញសម្បត្តិដើរចូលពីពេញសម្បត្តិវែងស្ដាំពីពេញសម្បត្តិស្ដាំឆ្វេងពីពេញសម្បត្តិឆ្វេងNeutral corner 1 2 3 4 5 6 7 8ចប់ទឹកទី1 and now round 1សូមសម្លេងទៀតដៃទាំងអស់គ្នាមួយអូយបាទពេញសម្បត្តិវងវែងម៉ារីអូរាប់បាទមើលទៅទឹកក្រោយខាងណាខាងណីបងប្អូនបាទទឹកមាញ់បានយើងឯបានគេសូមសម្លេងដល់ម៉ារីអូមួយចុះសម្លេងដល់ពេញសម្បត្តិបាទនេះហើយគេហៅថារបស់ពិតបាទរបស់ស៊ីនបាទអរគុណដល់ Gensberg ដែលនាំកីឡាករល្អមកប្រកួតបាទគូនេះអង្គចៅក្រមបាទកំពុងតែបាទដាក់បន្ទុកយ៉ាងគេហៅថាសុក្រិតបាទគូនេះប៉ុន្តែឥឡូវនេះមកទឹកមាញ់អត់ទាន់ដាច់ទេបងប្អូនបាទម៉ារីអូមិញគាត់រៀងវងវែងបន្តិចបាទគាត់គេហៅថាម៉ាសឺបាទដឹងខ្លួនមកពេញសម្បត្តិវងវែងហើយបន្ទាប់ពីពេញសម្បត្តិវងវែងម៉ារីអូរាប់ហើយបន្ទាប់ពីម៉ារីអូរាប់មានរឿងអីកើតឡើងបងប្អូនលឿនម៉ែអរេបាទឥឡូវម៉ារីអូកំពុងតែទទួលនៅយុទ្ធសាស្ត្របាទបងប្អូនថ្ងៃហ្នឹងបដាល់គុណខ្មែរល្អមើលបាទស្អែកកុំភ្លេចបាទយើងមានលខោនបងប្អូនអ្នកខ្លះមកទស្សនាលខោនមកអត់មកបាទស្អែកខ្ញុំមកដែរមកទី1យើងបានទស្សនាទី2យើងបានកម្មាទី3យើងបានកតេលបាទអរគុណបាទនិយាយលេងយើងបងប្អូនប៉ុន្តែមានពិតបាទសម្រាប់ថ្ងៃស្អែកគឺយើងមានកម្មវិធីលខោនដែលរៀបចំនៅកោះពេជ្រនេះផ្ទាល់តែម្ដងគូទី6ដែលជាគូអន្តរជាតិកង់ចេញពីរដំណាំស្រុកខ្មែរអេស្ប៉ាញទឹកទី2 round ទី2ចាប់ផ្ដើម
បាទដើមទឹកិឡូវនេះដើរចូលពីក្បីព្រៃម្ចាស់ឡានទូស្រងដើរចូលពីសម្បត្តិដើរចូលដើរស្ដាំមួយពីសម្បត្តិចូលចាប់ពីម៉ារីអូរុញចោលមួយពីម៉ារីអូចូលមកដៃទាញវាហើយដើរឆ្វេងស្ដាំបាត់បង់ពីម៉ារីអូបាទ5ដៃចូលគ្នាពីសម្បត្តិដើរចូលសេដាថ្វាយផ្កាវាយផ្កាហើយក៏ចាក់ជង្គង់ស្ដាំមួយពីម៉ារីអូសងស្ដាំមកវិញពីសម្បត្តិបាទកុំឲ្យចាញ់រងប្រចាំឆ្វេងអត់ត្រូវសេដាថ្វាយផ្កាមួយទាញវិចកន្លែងកាយប្រឡងបាទតាមទឹកឆ្វេងបាទគេហៅថាហាក់បានដល់ប្រខាន់សេដាថ្វាយផ្កាចូលពេញរងប្រចាំស្ដាំពីសម្បត្តិបាទម៉ារីអូកំពុងតែបាទអោនមុខចាំសងបោះជង្គង់ស្ដាំពីម៉ារីអូបាទជង្គង់នឹងហើយបាទដែលធ្លាប់ឈ្នះកីឡាករយើងអូយទឹកទី2កាន់តែរំខានលោកឆ្វេងពីម៉ារីអូតើឆ្វេងអត់ត្រូវគៀបបាទឆ្វេងស្ដាំពីម៉ារីអូមកវិញអាញាកតាបបែកបន្ទាប់ពីដៃគ្នាមួយប្រៅបោះជង្គង់ស្ដាំពីម៉ារីអូលោកឆ្វេងពីម៉ារីអូដើរចូលពីពេញសម្បត្តិដើរចូលហើយដើរស្ដាំដើរចូលពីពេញសម្បត្តិម៉ារីអូនេះបោកមុខទៅហើយចូលស្ដាំម្ដាយពីពេញសម្បត្តិពាក់កណ្ដាលផ្លូវទឹកទី2Good corner មួយដៃនេះ 2 3 4 5 6 7 8 9 10វ៉ាវស្នៀតខ្មែរគេហៅថាសេដាថ្វាយផ្កាស្នៀតនេះពេញសម្បត្តិធ្វើបានល្អច្រើនប្រកួតណាស់បាទចូលរួមសោកស្ដាយដល់ម៉ារីអូផងបងប្អូនបាទម៉ារីអូស៊ូណាស់បាទស៊ូមែនទែនឥឡូវនេះពេញសម្បត្តិបាទតំណឹងតែបងប្អូនយើងស្រឡាញ់គ្រប់គ្រងខ្លាំងបាទមិនអំនួតបាទសីលធម៌ល្អបាទឥឡូវនេះបន្ទាប់ពីផ្ដួលម៉ារីអូបាទពេញសម្បត្តិបាទគេហៅថាសុំទោសបាទតកាន់បាទម៉ារីអូបាទបងប្អូនបាទសូមសំឡេងលើកទឹកចិត្តដល់ម៉ារីអូមួយសូមសំឡេងដល់ម្ចាស់ឡានប៊ូស្រោពេកសម្បត្តិមួយអូយអស្ចារ្យមែនតើបាទគូនេះខ្ញុំឃើញថានៅបើនិយាយទៅឱកាសនៅក្នុងការផ្ដួលគូតស៊ូមានរៀងខ្លួនបាទគាត់ថាពេជ្រសម្បត្តិគាត់ចេញអាវុធទៅញាប់មែនតើញាប់មែនតើធ្វើឲ្យម៉ារីអូពិបាកនឹងគ្រប់គ្រងស្ថានភាពនឹងមែនតើអ្វីដែលខ្ញុំបានឃើញច្បាស់នោះគឺម៉ារីអូព្យាយាមបិទធ្គាមប៉ុន្តែពេជ្រសម្បត្តិវាយធំទឹកដល់ពេលគាត់បិទធំទឹកត្រូវធ្គាមបាទយ៉ាងណាក៏សរសើរម៉ារីអូបាទក្រោកមកតស៊ូម្ដងជា2ដងបាទមុននឹងប្រកាសលទ្ធផលសូមសម្លេងទះដៃអបអរសាទរដល់គូដណ្ដើមខ្សែក្រវ៉ាត់ហ្គេនស្បឺទាំងអស់គ្នាល្អណាស់បាទនេះជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាននៅក្នុងការប្រកួតហ្គេនស្បឺគុនខ្មែរបាទទស្សនិកជនជាទីមេត្រីឥឡូវយើងធ្វើការប្រកាសលទ្ធផលជាផ្លូវការមុននឹងបំពាក់ខ្សែក្រវ៉ាត់ដល់គូនេះទស្សនិកជនជាទីមេត្រីតាមរយៈការបោះបង់ការប្រកួតនៅក្នុងទឹកទី2ជ័យជំនះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ហ្គេនស្បឺគុនខ្មែរបានទៅលើបង្គោលក្រហមក្របីព្រៃបា